ជំរាបសួរបងប្អូនអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីវិធីដាក់តួលេខចូលទៅក្នុង Excel spreadsheet ដែលមានរូបមន្តឲ្យស្រេចហ្នឹងដើម្បីយើងទៅរកគេហៅថា discounted cash flow ដែលនេះគឺជាវិធីមួយអ្នកវិនិយោគគាត់ប្រើប្រាស់យកទៅវាយតម្លៃបានភាគហ៊ុននៃក្រុមហ៊ុនណាដែលគាត់ចាប់អារម្មណ៍មានក្មួយពីរអ្នកគាត់បានដាក់មតិនៅក្នុងវីដេអូរបស់ខ្ញុំមុនហ្នឹងគាត់ចង់ឲ្យខ្ញុំធ្វើវីដេអូបង្ហាញទៅគាត់ការពិតនៅពេលដែលខ្ញុំអានមតិគាត់ភ្លាមៗហ្នឹងគឺខ្ញុំគិតថាខ្ញុំអត់ចង់ធ្វើវីដេអូហ្នឹងទេដោយសារតែវីដេអូហ្នឹងវាសោះខ្លាំងបើនិយាយឲ្យស្រួលស្ដាប់ហ្នឹងគឺធ្វើហើយហ្នឹងប្រហែលជាអត់មានអ្នកមើលទេប៉ុន្តែខ្ញុំគិតសារឡើងវិញខ្ញុំថាគួរតែធ្វើដោយសារតែមូលហេតុដែលខ្ញុំធ្វើវីដេអូដាក់ក្នុង YouTube ដំបូងហ្នឹងគឺខ្ញុំចង់ជំរុញខ្លួនឯងធ្វើនៅអ្វីដែលខ្លួនឯងអត់ដែរធ្វើបន្តមកទៀតក៏រកគោលដៅថ្មីឃើញហ្នឹងគឺចង់ចែករំលែកចំណេះដឹងខាងហេដ្ឋារចនាសម្ព័ន្ធអ្វីដែលខ្ញុំបានរៀនហើយនឹងអ្វីដែលខ្ញុំអនុវត្តផ្ទាល់ខ្លួនឯងឬក៏ស្រាវជ្រាវបន្ថែមអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមកបង្ហាញទោះជាមិនមានអ្នកមើលច្រើនក្តីក៏ដោយឬក៏មានតែគាត់ពីរអ្នកមើលក៏ដោយក៏តែខ្ញុំសង្ឃឹមថានឹងអាចផ្ដល់នៅផលប្រយោជន៍ដល់ពួកគាត់មុននឹងបន្តហ្នឹងគឺខ្ញុំចង់បញ្ជាក់ថានេះគឺគ្រាន់តែជាវិធីមួយក្នុងវិធីយ៉ាងច្រើនទៀតដែលអ្នកវិនិយោគអ្នកមានបទពិសោធន៍ខាងទីផ្សារបានពេលហ្នឹងគឺគាត់ប្រើប្រាស់អញ្ចឹងខ្ញុំចង់បញ្ជាក់ថារូបមន្តនេះមួយនេះមិនមែនកំណត់ថាអូយើងវាយតួលេខហើយឃើញក្រុមហ៊ុននឹងល្អនោះទេនៅមានកត្តាផ្សេងទៀតដូចយើងត្រូវមើលទៅលើរបាយការណ៍ហិរញ្ញវត្ថុដែលមាន3ធំហ្នឹងរបាយការណ៍តុល្យៈរបាយការណ៍ចំណូលចំណុកហើយនិងរបាយការណ៍លំហូរលុយបន្ទាប់មកគឺយើងទៅមើលភាសាដែលតបជាប់នៅក្នុងរបាយការណ៍ហ្នឹងគេហៅថា note disclosure ហើយក៏យើងទៅមើលវិស័យនៃក្រុមហ៊ុនហ្នឹងតើក្នុងវិស័យអីវិស័យលូតលាស់ឬក៏វិស័យប្រេងឬក៏វិស័យមាសគេហៅថា commodity ស្អីនឹងគ្រប់សពគឺសម្រាប់អ្នកវិនិយោគគឺគាត់មើលគ្រប់ជ្រុងជ្រោយទាំងអស់មិននឹងគាត់សម្រេចថាតើក្រុមហ៊ុនហ្នឹងល្អឬក៏មិនល្អសម្រាប់ពួកគាត់វិនិយោគហើយសំខាន់មួយទៀតហ្នឹងតើក្រុមហ៊ុនហ្នឹងមានចំណុចពិសេសអ្វីខ្លះដែលធ្វើឲ្យអ្នកដទៃហ្នឹងគឺអ្នកចង់ប្រកួតប្រជែងរបស់ជាមួយគាត់ហ្នឹងគឺធ្វើមិនបានដែលគេហៅថា competitive edge អញ្ចឹងខ្ញុំចង់បញ្ជាក់ចំណុចហ្នឹងមុននឹងបង្ហាញទៅលើExcel spreadsheet នេះខ្ញុំមក Google បន្ទាប់មកខ្ញុំវាយចូល smartsheet/contents/discounted cash flow បន្ទាប់មកយើងចុច enter ហើយក៏យើងឃើញ Google ហ្នឹងគាត់ឲ្យមកចម្លៀសឲ្យយើងជ្រើសរើសចឹងទៅប៉ុន្តែអ្វីដែលខ្ញុំជ្រើសរើសហ្នឹងគឺ free discounted cash flow templates អញ្ចឹងយើងចុចលើហ្នឹងតមកយើងនឹងទៅគេហទំព័រ Smart Sheets នៅក្នុងហ្នឹងគឺមាន template គេយ៉ាងច្រើនទៅវាយតម្លៃ discounted cash flow ហ្នឹងគឺមានច្រើនមែនទែនដូចខ្ញុំនិយាយចឹងការរូបមន្តមិនមែនមានតែមួយទេគឺច្រើនយ៉ាងអញ្ចឹងមុននឹងបន្តហ្នឹងខ្ញុំចង់បញ្យល់អ្នកទាំងអស់គ្នាថាតើអ្វីទៅជា discounted cash flow ដោយយើងមកមើលទៅលើ template មួយនេះ basic discounted cash flow valuation template អញ្ចឹងអ្នកទាំងអស់គ្នាចុចទៅលើហ្នឹងតមកនឹងមកដល់កន្លែងនេះ download យើងចុចទៅ download អូខេហើយយើងដាក់ចុចអា no thanks នេះទៅ continue my download អូខេហើយនៅបន្តមកវាចេញនៅខាងលើនេះណាអ្នកទាំងអស់គ្នាចុចទៅលើហ្នឹងហើយបន្តមក Excel spreadsheet ហ្នឹងនឹងគឺបើកឡើងមកហើយណា complete ចុចទៅលើកន្លែង enable editing បើអ្នកទាំងគ្នាអត់ចុចទៅលើហ្នឹងទេយើងអត់អាចធ្វើអីនៅក្នុង Excel spreadsheet ហ្នឹងបានទេអូខេ discounted cash flow គឺជាភាសាហិរញ្ញវត្ថុដែលគេយកមកគុណគូព្យាករណ៍នៅអ្វីដែលអាចកើតឡើងក្នុងអនាគតឧទាហរណ៍ថា5ឆ្នាំ10ឆ្នាំឬក៏ប្រហែលឆ្នាំដែលគេចង់កំណត់ហ្នឹងណាគេយកទាំងអស់ហ្នឹងមកដាក់ជាតម្លៃនាពេលបច្ចុប្បន្នអ្នកទាំងអស់គ្នាស្ដាប់ទៅវារឿងពិបាកយល់ប៉ុន្តែខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ធ្លាប់ឮពាក្យថា$1នាពេលបច្ចុប្បន្នគឺថ្លៃជាង$1នាពេលអនាគតដោយសារតែកត្តាចម្បងហ្នឹងគឺអតិផរណាយើងនៅពេលនេះគឺអាចយក$1ទៅទិញឧទាហរណ៍ថាពងមាន់បាន1គីឡូប៉ុន្តែមួយខែក្រោយអ្នកទាំងអស់គ្នាចង់បានពងមាន់1គីឡូហ្នឹងប្រហែលជាត្រូវការប្រើលុយច្រើនជាង$1ហើយដោយសារតែអតិផរណាចឹងខ្ញុំឧទាហរណ៍អញ្ចេះវិញបើសិនជាខ្ញុំសន្យាថាឲ្យអ្នកទាំងអស់គ្នា$1នៅក្នុងមួយខែក្រោយអ្នកទាំងអស់គ្នាអាចគិតថាអូមួយខែក្រោយ$1អញ្ចឹងថ្ងៃនេះស្មើនឹងប្រមាណសេនដោយសារតែអតិផរណាអញ្ចឹងអ្នកទាំងអស់គ្នាគិតគូរប្រច្រាស់មកវិញយក$1នាពេលអនាគតមកដាក់តម្លៃ$1នៅពេលថ្ងៃនេះនឹងស្មើនឹងប្រមាណសេនអូខេនេះហើយគេហៅថា discounted cash flow អញ្ចឹងកត្តាចម្បងសំខាន់ហ្នឹងគឺទៅលើ discount rate តើយើងគួរប្រើ discount rate មួយណាដែលសិនជាយើងគុណគូធម្មតាយើងអាចប្រើអតិផរណាប៉ុន្តែការលូតលាស់របស់ក្រុមហ៊ុនឬក៏ស្អីផ្សេងហ្នឹងគឺយើងមិនអាចប្រើតួលេខអតិផរណាទេអញ្ចឹងការគិតគូរទៅលើ discount rate នេះវាមិនមានច្បាប់ណាដែលថាឲ្យអ្នកទាំងអស់គ្នាអូគួរតែប្រើលេខនេះអត់ទេនេះគឺជាការយល់ឃើញទៅលើបុគ្គលទៅលើអ្នកវិនិយោគដែលគាត់មានជំនាញឬក៏បទពិសោធន៍អីចឹងទៅបើសិនជាក្រុមហ៊ុនហ្នឹងគាត់មានការលូតលាស់រឹងមាំល្អលំហូរលុយគាត់ល្អខ្លាំងហើយគាត់មានប្រវត្តិសាស្ត្រយូរអង្វែងដូចជាក្រុមហ៊ុន Microsoft ហ្នឹងយើងអាចប្រើ discount rate រវាង6%ទៅ9%ឬក៏10%ចឹងទៅគេមិនប្រើតួលេខអតិផរណាទេហើយបើសិនជាក្រុមហ៊ុនឯកជនគេអាចប្រើ discount rate ហ្នឹងទៅសំដៅទៅលើ
ការកម្ចីលុយបើនិយាយទៅយើងអាចប្រៀបធៀបទៅលើ opportunity cost មួយទៀតការកម្ចីលុយពីធនាគារតើអត្រាការប្រាក់ហ្នឹងប្រហែលអញ្ចឹងសម្រាប់ឧទាហរណ៍ខ្ញុំវិញគឺខ្ញុំអាចប្រើអតិតួលេខអតិផរណាឧទាហរណ៍ថាយើងធ្វើការក្នុងមួយឆ្នាំ2025ហ្នឹង10000អូខេ26ខ្ញុំឡើងប្រាក់ខែ11000 27 12000 28 13000 14000ប៉ុន្តែដោយសារតែអតិផរណាគឺ4%ក្នុងមួយឆ្នាំអញ្ចឹងបានន័យថាអនាគតទៅគឺខ្ញុំរកបានចំនួន10000 1000 12000ហ្នឹងវាមិនមានអំណាចទៅទិញនៅក្នុងទីផ្សារដូចនៅពេលបច្ចុប្បន្នដែលខ្ញុំរកបាននាពេលបច្ចុប្បន្នទៅទិញអ្វីដែលកើតឡើងនៅក្នុងទីផ្សារទេដោយសារតែអតិផរណា purchasing power របស់យើងហ្នឹងគឺតិចអញ្ចឹងនៅពេលដែលយើងដាក់ discount rate របស់យើងហ្នឹង4%គឺជាតួលេខអត្រានៃអតិផរណាហើយនឹងចំនួនដែលយើងរកបានក្នុងមួយឆ្នាំហ្នឹងគឺគេបូកសរុបទាំងអស់ហ្នឹងមកដាក់តម្លៃនាពេលបច្ចុប្បន្ននេះបានត្រឹមតែ53000ទេប៉ុន្តែបើយើងបូកជាលុយធម្មតាណាភាសាអង់គ្លេសគេហៅថា nominal money nominal earnings បន្ទាប់មក real earning របស់យើងnormal earning របស់យើងគឺក្នុងរយៈពេល5ឆ្នាំហ្នឹងបាន60000ប៉ុន្តែ real earning របស់យើងហ្នឹង discounted cash flow របស់យើងបូកសរុបជាមួយនឹង discount rate 4%គឺយើងបានតែ53000ទេអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ទៅលើតម្លៃបើនិយាយទៅពេលវេលាជាអ្នកកំណត់នៃតម្លៃលុយដែលយើងប្រើទៅលើ discount rate ពេលវេលាកាន់តែយូរតម្លៃលុយធ្លាក់មកកាន់តែតិចដោយសារតែ discount rate ក្នុងមួយឆ្នាំហ្នឹងអ្នកទាំងអស់គ្នាឃើញនេះគឺជារូបមន្តរបស់គេ discounted factor អញ្ចឹងណាអញ្ចឹងតម្លៃនេះចេញមកអញ្ចឹងទៅអូខេនៅពេលនេះយើងមក download មួយទៀត sample discounted cash flow អ្នកទាំងអស់គ្នាចុចទៅលើហ្នឹងបន្ទាប់មកចុចទៅលើនេះពេលណាយើងចុចឧទាហរណ៍យើងចុចទៅលើអ្វីមួយវាដូរកន្លែងទៅអញ្ចឹងណាឥឡូវខ្ញុំមកចុចទៅលើ sample discounted cash flow excel template អញ្ចឹងខ្ញុំចុចទៅលើកន្លែងនេះ download ពេលណាខ្ញុំចុចហើយនឹងចេញ excel នៅនេះខ្ញុំចុចបើក excel ហ្នឹងហើយនឹងចេញនៅនេះគឺជា Excel ចាស់របស់ខ្ញុំទេមិនមែនអ្វីដែលបានបើកនេះគឺជាអ្វីដែលខ្ញុំទើបតែ download អូខេ complete ចុចទៅលើកន្លែងនេះ enable editing តើសិនជាអ្នកទាំងអស់គ្នាមិនចុចទេគឺយើងមិនអាចកែប្រែនៃដាក់តួលេខចូលបានទេអញ្ចឹងយើងចុចនឹងសិនហើយនៅក្នុងនេះឃើញអ្នកទាំងអស់គ្នាឃើញគេដាក់ sample នេះគឺជាតួលេខគេដាក់ឲ្យយើងមើលណាឧទាហរណ៍យើងមើលបន្ទាប់មកនេះគឺជាអ្វីដែលយើងអាចប្រើប្រាស់បានតែក្នុងនេះអត់មានតួលេខទេប្រហែលជារឿងពិបាកមើលបន្តិចប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាសង្កេតមើលកន្លែងនេះគឺយើងឃើញពណ៌សកន្លុំកន្លែងនេះហើយអត់មានពណ៌ឯពណ៌សកន្លែងនេះពណ៌ប្រផេះអញ្ចឹងកន្លែងណាដែលមានជាប្រផេះហ្នឹងគឺជារូបមន្តដែលគេប្រើហើយយើងមិនអាចដាក់តួលេខនៅនោះទេយើងដាក់តួលេខកន្លែងណាដែលអត់មានដែលជាពណ៌សអញ្ចឹងទៅអញ្ចឹងខ្ញុំអាច copy template មួយនេះបានមួយទៀតដើម្បីយើងលើកឧទាហរណ៍2 3អញ្ចឹងទៅឥឡូវនេះខ្ញុំដាក់ Microsoft cash អញ្ចឹងណាអូខេហើយនេះខ្ញុំដាក់ blank ទៅដែរដើម្បីខ្ញុំស្រួលយកមកលើឧទាហរណ៍មុននឹងបើរកតួលេខមកដាក់នៅក្នុងអ្វីដែលគាត់ត្រូវការនេះខ្ញុំចង់ពន្យល់ទៅលើ Excel spreadsheet គោលបំណងរបស់គាត់ហ្នឹងគឺគិតគូរទៅលើអ្វីដើម្បីអ្នកនរគ្នាយល់ពីដើមហេតុផលយើងអាចកែប្រែរូបមន្តហ្នឹងស្រួលជាងមុនដោយសារតែតួលេខខ្លះយើងមិនចាំបាច់គូរទេវាមានស្រាប់នៅក្នុងព័ត៌មាននៅក្នុងអ្វីផ្សេងទៀតដែលយើងអាចឆែករកបាននៅក្នុងករណីនេះគឺយើងចាប់អារម្មណ៍ទៅលើក្រុមហ៊ុន Microsoft អញ្ចឹងនេះគឺជារយៈពេល5ឆ្នាំដែលគាត់ចង់គិតគូរទៅលើ discounted cash flow ហើយយើងចាប់ផ្ដើមទៅលើនេះគេហៅថា transaction date គឺឆ្នាំដែលយើងចង់បានកំណត់ហ្នឹងគឺខែ6ថ្ងៃទី30 2025 fiscal year end date ក្រុមហ៊ុនខ្លះគាត់មានរយៈពេល1ឆ្នាំមែនប៉ុន្តែមិនមែនបានន័យថាតទៅខែ12បានជា1ឆ្នាំរបស់គាត់ទេគឺគាត់ចាប់ផ្ដើមពីខែ7ទៅដល់ខែ6អញ្ចឹងទៅអញ្ចឹងបានន័យថា fiscal year end របស់គាត់ហ្នឹងគឺខែ6ថ្ងៃទី30 2000ប្រហែលអញ្ចឹងទៅប៉ុន្តែមិនមែនជាខែ12អញ្ចឹងយើងដាក់ចូលនឹងតួលេខហ្នឹងក៏ខ្ញុំនឹងបង្ហាញអ្នកនរគ្នាឲ្យឃើញយ៉ាងដែរប៉ុន្តែអ្វីដែលតទៀតនេះសំខាន់រូបមន្តដែលគាត់គុណគូរកមកដើម្បីរកទៅតួលេខគេហៅថា unlevered free cash flow ពាក្យនេះគឺមានន័យថាលំហូរលុយដែលក្រុមហ៊ុនគាត់រកបានដកចេញទៅនឹងបំណុលហើយនឹងការប្រាក់ចេញទទួលបាននៅលុយសុទ្ធដែលគាត់រូបមន្តយើងឃើញនៅពេលដែលអ្នកទាំងគ្នាចុចទៅលើនេះទៅគឺចេញរូបមន្តហ្នឹងដែលគាត់ប្រើនៅ EBIT គឺជាចំណូលមុននឹងយើងបង់ទៅពន្ធដារ earnings before income tax ហើយកន្លែងនេះគឺរូបមន្តដែលគាត់ប្រើប្រាស់ដោយប្រើអត្រាការប្រាក់ប្រើនៅអត្រាពន្ធដារគុណនឹងចំនួនចំណូលដែលគាត់រកបានចេញនឹងពន្ធដារដែលគាត់ត្រូវបង់
បន្ទាប់មក depreciation ហើយនិង amortization កន្លែងនេះខ្ញុំអត់ដឹងខ្មែរគេហៅទេអញ្ចឹងខ្ញុំបញ្យល់យកវិញដើម្បីអ្នកទាំងអស់គ្នាស្រួលតាមបញ្យល់របៀបសាមញ្ញនៅសហរដ្ឋអាមេរិកនេះច្បាប់ពន្ធដារគឺរញ៉េរញ៉ៃច្រើនច្បាប់ខាង accounting finance ក៏មានច្រើនអញ្ចឹងទៅប៉ុន្តែ depreciation គឺគេសំដៅនៅពេលដែលអ្នកទាំងអស់គ្នាទិញឧបករណ៍ឥឡូវខ្ញុំឧទាហរណ៍ថាក្រុមហ៊ុនខ្ញុំទិញឡានមួយយកមកប្រើប្រាស់នៅក្នុងក្រុមហ៊ុនហើយឡានហ្នឹងតម្លៃ$10,000ក្នុងឆ្នាំ2025ហ្នឹងខ្ញុំទិញអញ្ចឹងមិនមែនយក$10,000យកមកដកនៅជាចំណាយចំណុកទាំងអស់ហ្នឹងទេច្បាប់ពន្ធដារនៅអាមេរិកហ្នឹងគេថាអូខេឡានមួយអ្នកនរគ្នាអាចដកក្នុងរយៈពេល5ឆ្នាំខ្ញុំបញ្យល់យ៉ាងសាមញ្ញណាអត់មានអីស៊ីជម្រៅចឹងទេដក5ឆ្នាំអញ្ចឹងអ្នកនរគ្នាយក10000មកចែកនឹង5យើងបានន័យថាមួយឆ្នាំយើងអាចដក2000អញ្ចឹងបានន័យថានោះគឺជា depreciation របស់ឡានហ្នឹងគឺយើងដកមួយឆ្នាំ2000ឆ្នាំ2000ក្នុងរយៈពេល5ឆ្នាំនឹងនៅពេលដែលក្រុមហ៊ុនក៏ទៅទិញក្រុមហ៊ុនផ្សេងដែលគេមាន brand name របស់គេយកយើងប្រើ brand name ដូច Medano អញ្ចឹងគ្រាន់តែ trademark របស់គាត់ហ្នឹងតម្លៃរាប់រយលានអីចឹងទៅអញ្ចឹងនៅពេលដែលយើងយកលុយទៅទិញហ្នឹងយើងមិនអាចថាអូខ្ញុំទិញក្រុមហ៊ុននេះអស់$1,000,000អញ្ចឹងក្នុងឆ្នាំ2025ចំណាយរបស់ខ្ញុំគឺ$1,000,000អត់ទេក្នុងហ្នឹងគឺមាន trade name មានឧបករណ៍មានអីដែលគេបែងចែកអញ្ចឹងទៅអញ្ចឹង trade name ទៅលើហ្នឹងគេថាអូខេអ្នកទាំងអស់គ្នាអាចយកមក amortize ក្នុងរយៈពេលមួយឆ្នាំកន្លះខ្ញុំឧទាហរណ៍អញ្ចឹងណាឬក៏15ឆ្នាំអញ្ចឹងយើងយកចំនួនហ្នឹងមកចែកជា15ឆ្នាំយើងក្នុងមួយឆ្នាំយើងបានដកប៉ុណ្ណេះចឹងទៅហ្នឹងគេហៅថា amortization ច្បាប់ពន្ធដារនៅសហរដ្ឋនេះញ៉ៃច្រើនជាងហ្នឹងប៉ុន្តែខ្ញុំមិនអាចបញ្យល់រយៈពេលខ្លីបានទេបើចង់យល់គឺត្រូវប្រើរយៈពេលច្រើនមែនទែនហើយបន្ទាប់មក capex នេះក៏គាត់មានការគុណគូគឺយើងដាក់នៅកន្លែងនេះក៏យកមកដាក់នៅកន្លែងនេះចឹងទៅនេះគឺជាកន្លែងដែលយើងមិនអាចដាក់បានហើយក៏គាត់មានការគុណគូដកទៅលើគេហៅថា NWC នេះគឺជា net current asset minus net current liability គ្រប់សពទាំងមកដែលយើងនឹងរកតួលេខប៉ុន្តែសំខាន់ជាងនេះអ្វីដែលយើងដាក់ចូលទៅប្រមាណគុណគូចេញមក unlevered free cash flow អូខេអញ្ចឹងនៅក្រុមហ៊ុនយ៉ាងច្រើនយើងមិនចាំបាច់ទៅគុណគូរក unlevered free cash flow ហ្នឹងទេដោយសារតែគេប្រាប់មកតែម្ដងឥឡូវនេះយើងទៅមើលក្រុមហ៊ុន Microsoft ដែលខ្ញុំមក Seeking Alpha ដែលខ្ញុំតែងតែប្រើដើម្បីស្រួលយល់ហ្នឹងណាយើងវាយចូលកន្លែងនេះចឹងទៅ Microsoft ហើយក៏ចេញមកហើយយើងមកនេះទៅលើ financial អូខេរៀងយឺតបន្តិចប៉ុន្តែអ្នកនរគ្នាទៅលើ financial វាមាន3 income balance sheet cash flow ហើយនៅលើ income ហ្នឹងយើងឃើញក្នុងនេះគឺដាក់ annual ហើយលុយដុល្លារនៅក្នុងនេះគេដាក់លានអញ្ចឹងបានន័យថាតួលេខទាំងអស់នេះដែលអ្នកនរគ្នាឃើញអ្នកនរគ្នាត្រូវថែមលេខ0 6ខ្ទង់ទៀតឥឡូវយើងមកមើលunlevered free cash flow ដែលមានស្រាប់នៅក្នុងនេះនៅក្នុង cash flow របាយការណ៍នៃលំហូរលុយយើងមកខាងក្រោមអ្នកទាំងអស់គ្នាឃើញនេះ unlevered free cash flow អូខេអញ្ចឹងនេះគឺជាតួលេខ unlevered free cash flow នៅក្នុងឆ្នាំនេះគឺជាគេហៅថា fiscal year ដែលខ្ញុំបង្ហាញមុនហ្នឹងអ្នកនរគ្នាឃើញហើយគឺគាត់ប្រើខែ6មិនមែនខែ12ទេអញ្ចឹងឆ្នាំរបស់គាត់ហ្នឹងគឺចាប់ផ្ដើមពីខែ7ដល់ខែ6មិនមែនពីខែ1ដល់ខែ12 unlevered free cash flow របស់គាត់ហ្នឹងណានៅក្នុងដាច់ឆ្នាំពីខែ6 2025គឺមានទៅដល់62,000 លានអូខេឥឡូវនេះយើងមករកតួលេខនីមួយមកវាយចូលនៅក្នុង Excel template របស់យើងទី1គឺពន្ធអត្រាពន្ធ tax rate យើងទៅខាង income statement នៅក្នុងហ្នឹងគេនឹងមានដាក់អត្រាពន្ធណាទៅក្នុងមកខាងក្រោមeffective tax rate នៅក្នុងនេះគឺមាន effective tax rate right here effective tax rate 17.8% អញ្ចឹងខ្ញុំវាយចូលថា 18% អូខេ discount rate ដូចខ្ញុំនិយាយអញ្ចឹងនេះគឺជាការសម្រេចចិត្តរបស់បុគ្គលវិនិយោគនីមួយៗដែលគាត់គិតគូរទៅលើក្រុមហ៊ុនហ្នឹងបើនិយាយទៅយើងអាចប្រៀបធៀប discount rate ទៅជាហានិភ័យដោយសារតែក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុនយក្សអញ្ចឹងយើងអាចគិតថាហានិភ័យរបស់គាត់តិចតួចតែចំណូលគាត់កើនឡើងដោយកម្មចនាលុយក៏ហូរចូលអញ្ចឹងរវាង 6% ទៅ 9% ក្នុងករណីនេះខ្ញុំដាក់ 6% perpetual growth rate នេះគឺយើងសំដៅទៅលើការលូតលាស់របស់គាត់ជារៀងរហូតដល់អញ្ចឹងណាអញ្ចឹងយើងមកមើលនៅក្នុងនេះ growth rate យើងមកមើលអញ្ចឹងអ្វីដែលយើងប្រើហ្នឹងគេហៅថា unlevered free cash flow អញ្ចឹងយើងមករក growth rate នៃ unlevered free cash flow ប៉ុន្តែអ្វីដែលខ្ញុំរកឃើញគឺអត់ឃើញ unlevered ហ្នឹងទេប៉ុន្តែយើងឃើញ free cash flow per share អញ្ចឹងនៅក្នុងនេះគេដាក់ 5.34 ប៉ុន្តែក្នុងរយៈពេល5ឆ្នាំយូរវាយរបស់គាត់ហ្នឹងគឺ 12.3 អញ្ចឹងខ្ញុំមកវាយចូលនៅក្នុងហ្នឹងដាក់ 12.3 អូខេហើយ enterprise value ជាមួយនឹង EBITDA ក៏យើងមករកនៅក្នុងផងដែរ
ក្នុងនេះគឺយើងសំដៅទៅលើ unlevered free cash flow នឹងតដែរអញ្ចឹងយើងមកមើលកន្លែងនេះចុចទៅលើ valuation អ្នកទាំងអស់គ្នានឹងឃើញនៅខាងកន្លែងនេះ enterprise value EBITDA វាមាន trailing 12 month forward future forwarding គ្រប់សពចឹងទៅប៉ុន្តែសម្រាប់ភាគរយមួយណាក៏យើងជ្រើសរើសយកមកបើសិនជាយើងប្រុងប្រយ័ត្នតិចយើងយកភាគរយណាតិចចឹងទៅបើសិនជាយើងមិនប្រុងប្រយ័ត្នយើងយកភាគរយណាខ្ពស់ទៅចាឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយកភាគរយចំនួន 22% នេះចាពីព្រោះក្នុងរយៈពេល5ឆ្នាំក៏ដាក់23អញ្ចឹងអានេះ22ចុចកន្លះខ្ញុំដាក់22មិន 22% ទេ22ដងអូខេមិនមែនជាភាគរយនឹងកន្លែងនេះគឺយើងដឹងហើយដែលយើងមើលឃើញមកហ្នឹងដែលគាត់ដាក់ឆ្នាំរបស់គាត់ដាច់ឆ្នាំនៅខែ6អូខេនេះគឺជាខែ6យើងដូរហើយនឹង fiscal year end ដល់មក current price គឺ$510ក្នុងមួយភាគហ៊ុននៅពេលថ្ងៃនេះហើយនឹង share outstanding យើងមករកទៅក្នុងកន្លែង balance sheet ដល់មកយើងមកខាងក្រោមនៅកន្លែងនេះ total share outstanding total common share outstanding 7 billion 7434អញ្ចឹងខ្ញុំមកដាក់នៅក្នុង Excel យើង7434ប៉ុន្តែ06ខ្ទង់អូខេ debt បំណុលក៏យើងអាចរកឃើញផងដែរនៅក្នុងនេះ total debt 120,000 លាន120,000 លាន06ខ្ទង់អូខេហើយលុយរបស់គាត់ក៏យើងមករកនៅក្នុងនេះដែរក្នុង balance sheet នឹងដដែលណានៅខាងលើ cash and cash equivalent short term 102,000 លានអូខេយើងមកវាយចូល1 2 3 capex អ្វីគឺជា capex អញ្ចឹងយើងមករកនៅកន្លែង cash flow នោះគឺជា capital expenditure យើងមកខាងក្រោម cash flow from investing and financing from investing activity នេះគឺជា capital expenditure អញ្ចឹងនៅក្នុងឆ្នាំ2025ហ្នឹងគឺគាត់ចំណាយទៅដល់64,000 លានអញ្ចឹងខ្ញុំវាយចូលនៅក្នុងតួលេខនេះដដែលអូខេអានេះខុសហើយ64 550 123 123លេខ0ច្រើនមែនតើអូខេអញ្ចឹងតួលេខនេះវាបាត់អញ្ចឹងយើងពង្រីក Excel យើងនឹងឲ្យវាធំតិចមកដើម្បីឲ្យឃើញតួលេខអូខេអូខេអានេះក៏យើងពង្រីកថែមតិចទៀតមកអូខេហើយក៏ពង្រីកថែមដោយសារតែតួលេខនឹងវាច្រើនពេកយើងត្រូវតែពង្រីកថែមអូខេតមកយើងមកមើលគេដាក់EBIT អ្នកទាំងអស់គ្នាទៅកន្លែងនេះដដែលអូខេ income យើងទៅរក income របស់យើងនៅខាងក្រោមគេមាន EBIT right here EBIT earnings before income tax នៅក្នុងឆ្នាំ2025ហ្នឹង128អូខេយើងមកវាយចូល128ចុច06ដងច្រើនណាស់បើនិយាយទៅលេខ0ច្រើនហើយនៅក្នុងឆ្នាំ2026ក៏យើងមើលឃើញនៅក្នុងនេះគាត់មានការព្យាករណ៍ហ្នឹងវា135អូខេ135 937អញ្ចឹងយើងយកមកវាយ135 937 123 123អូខេឥឡូវយើងមកដល់ចំណុចនេះដែលយើងគិតថាអូឥឡូវយើងត្រូវប្រើយ៉ាងម៉េចទៀតពីព្រោះតួលេខនៅក្នុងតារាងនេះវាលែងមានទៀតហើយអញ្ចឹងយើងមកដាក់នៅក្នុងនេះគឺដូចខ្ញុំនិយាយអញ្ចឹងដែលយើងប្រើនៅការលូតលាស់ភាគរយរបស់គាត់អញ្ចឹងយើងអាចយកមកអានេះមកគុណនឹង1បូកឲ្យចំនួននេះទៅអូខេអញ្ចឹងគេគិតគួរឲ្យយើងទៀតហើយតបមកក៏យើងយកចំនួននេះដដែលគុណឲ្យ1បូកឲ្យការលូតលាស់របស់យើងនេះអូខេអត្រាលូតលាស់ហើយចុងក្រោយទៀតក៏យើងយកចឹងមកគុណឲ្យ1បូកនឹងអត្រានៃការលូតលាស់អញ្ចឹង EBIT គឺយើងឃើញហើយអត្រាពន្ធ
ក៏គាត់គុណគួរយើងដែរដោយសារតែគាត់យក EBIT នេះគុណនឹងចំនួនពន្ធ18%ដែលយើងរកឃើញណាហើយនេះ depreciation ហើយនិង amortization កន្លែងនេះរៀងពិបាករងតិចតែយើងអាចមកគុណគូបានក្នុងនេះយើងឃើញ EBITDA 156ហើយនឹង528ប៉ុន្តែរបៀបស្រួលទៀតគឺខ្ញុំមករកកន្លែងនេះវិញ cash flow យើងទៅមើលកន្លែងនេះអូខេ amortization ហើយនិង depreciation នេះឃើញទេអ្នកទាំងគ្នាឃើញឆ្នាំ2025យើងឃើញគាត់មានទៅដល់28,000 លានហើយ2026 30,000 លានអញ្ចឹងខ្ញុំដាក់28,000 លានយើងថែម06ទៀតអូខេ28,000 រៀលហើយនេះ30 1 2 3 អូខេហើយយើងក៏ដាក់ការលូតលាស់ហ្នឹងប្រហែលជាប៉ុណ្ណឹងឬក៏យើងអាចដាក់ចំនួនដដែលហ្នឹងណាអូខេអញ្ចឹងខ្ញុំប្រហែលជាដាក់ការលូតលាស់ដូចគ្នាទៅពីព្រោះយើងមិនដឹងថាគាត់ចំណាយលុយឬក៏ដាក់ចំនួនដដែលទៅក្នុងករណីនេះយើងគ្រាន់តែ copy paste ចូលមកនៅ depreciation ហើយនិង amortization កន្លែងនេះអ្នកទាំងអស់គ្នា changes in NWC ហ្នឹងគឺគេសំដៅទៅលើ account receivable បូក inventory ដកនឹង account payable បាទ NWC ខ្ញុំមកមើលថាតើនៅក្នុងតួលេខនេះមានដែរឬទេយើងមើលទៅក្នុង balance sheet អូខេ account receivable យើងមាននៅកន្លែងនេះ account receivable បូកនឹង inventory ដែលយើងមានដកឲ្យនឹង account payable ដែលយើងមានប៉ុន្តែអ្វីដែលយើងចង់បានយើងមិនចង់គិនគូរយើងតើគាត់មានតួលេខនឹងស្រាប់ដែរឬទេអូខេឥឡូវយើងមកគុណគូនៅ NWC បន្តិចដែលយើងយក account receivable បូកនឹង inventory ដកឲ្យនឹង account payable នេះខ្ញុំឃើញ account receivable ប៉ុណ្នេះហើយនឹង inventory ប៉ុណ្នេះអញ្ចឹងខ្ញុំ copy យកបណ្ដោយទៅកុំឲ្យយើងវាយខុសពីព្រោះតួលេខនឹងវាច្រើនពេកអូខេហើយនឹងបំណុល account payable របស់យើងគឺប៉ុណ្នេះអូខេខ្ញុំ copy ដែរហើយយកមកដាក់ទៅទីនេះអញ្ចឹងខ្ញុំថែម0ឲ្យគាត់សិន6ខ្ទង់1 2 3 1 2 3ហើយនេះថែម0មួយទៀត1 2 3 1 2 3នេះក៏ថែម0ដែរ6ខ្ទង់1 2 3 1 2 3អូខេអញ្ចឹងយើងឃើញនៃកន្លែងនេះគឺខ្ញុំយកអានេះបូកឲ្យនេះដកឲ្យនឹងអានេះអូខេហើយគឺចេញចំនួនមកអូខេអញ្ចឹងខ្ញុំអាចដាក់ចំនួននឹងដដែលអូខេយើងអាចយកអានេះទៅគុណនឹងការលូតលាស់ក៏បានប៉ុន្តែក្នុងឧទាហរណ៍នេះបើនិយាយទៅវាពេលវេលាយូរច្រើនពេកហើយខ្ញុំដាក់ដដែលសិនតើកុំឲ្យវាញ៉ៃញ៉ៃច្រើនអូខេប៉ុន្តែអ្នកនរគ្នាអាចយកលេខមួយនេះប្រើរូបមន្តទៅណាយើងយកអានេះមកគុណនឹងចំនួនដែលការលូតលាស់ហ្នឹងទៅអូខេឥឡូវអូខេធ្វើឲ្យត្រូវបណ្ដោយតែកុំឲ្យថាពិបាកអូខេគុណនឹងការលូតលាស់នេះគុណឲ្យការលូតលាស់គុណឲ្យការលូតលាស់នេះតបមកគុណឲ្យនឹងការលូតលាស់12មិនក៏កាំងជាប់នៅហ្នឹងចឹងអូខេយើងឃើញការគុណគូរបស់គាត់ចេញមកនៅ enterprise value intrinsic value ឥឡូវយើងមកមើលកន្លែង terminal value ដែលយើងគេដាក់រូបមន្តហ្នឹង perpetual អ្នកនរគ្នាចុចទៅគឺរូបមន្តប៉ុន្តែនេះគឺជា EBITDA enterprise value ជាមួយ EBITDA គឺគេយកតួលេខហ្នឹងគុណនឹងចំនួនដែលយើងដាក់22ដងហើយចេញមកហើយបន្ទាប់នេះគឺជា intrinsic value ដែលក្នុងនេះយើងឃើញ enterprise value ដែលគាត់គិនគូចេញមករូបមន្តរបស់គាត់ហ្នឹងហើយបន្ទាប់មកបូកនឹងចំនួនលំហូរលុយគឺយើងដឹងដែលយើងមើលនៅក្នុងព័ត៌មានក្រុមហ៊ុន Microsoft ហ្នឹងតួលេខក្រុមហ៊ុន Microsoft ហ្នឹងគឺគេដកស្រង់ពីកន្លែងនេះដែលយើងវាយចូលណាលុយ short term cash ហើយនិង cash equivalent មានប៉ុណ្ណឹងបន្ទាប់មកបំណុលរបស់គាត់ដែលយើងវាយចូលហ្នឹងក៏ប៉ុណ្ណឹងហើយបូកសរុបចូលនេះទៅចំនួនភាគហ៊ុននៅក្នុងទីផ្សារក៏យើងដឹងយកមកចែកគឺ
តម្លៃនៃក្រុមហ៊ុន Microsoft បើដោយប្រើនៅតួលេខលំហូរលុយគឺ$186.77 អញ្ចឹងនៅក្នុងនេះផងដែរក៏គាត់ថែមទៀតដែរអ្នកឃើញទេតម្លៃទីផ្សារនាពេលបច្ចុប្បន្នគឺ510អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាទិញនៅពេលនេះតម្លៃ510ប្រៀបធៀបទៅនឹងតម្លៃនៃលំហូរលុយ discounted cash flow របស់គាត់ក្នុងរយៈពេល5ឆ្នាំគឺត្រឹមតែ$186ទេអញ្ចឹងបានន័យថាអ្នកទាំងអស់គ្នាទិញគឺតម្លៃថ្លៃ premium ហ្នឹងគឺទៅដល់$323ចឹងគឺបានន័យថាវាថ្លៃប៉ុន្តែខ្ញុំអ្វីដែលខ្ញុំរៀនដឹងទៀតហ្នឹងនៅពេលដែលខ្ញុំធ្វើវីដេអូវាយតម្លៃក្រុមហ៊ុន Microsoft គឺខ្ញុំអត់ប្រើទៅលើ unlevered free cash flow ហ្នឹងទេដោយសារតែក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុនយក្សមានប្រវត្តិយូរអង្វែងចំណូលរបស់គាត់រាប់ពាន់លានហើយកើនពីមួយឆ្នាំទៅមួយឆ្នាំពីមួយឆ្នាំទៅឆ្នាំដូចកម្មចដាអញ្ចឹងអ្វីដែលខ្ញុំរៀនដឹងមួយទៀតហ្នឹងគឺយើងប្រើតួលេខនៅគេហៅថា income net income EBIT ឬក៏ income after income tax ឬក៏ income EBITDA អីចឹងទៅដែលយើងគិតថាតួលេខហ្នឹងគឺជាតួលេខដែលត្រឹមត្រូវជាងអញ្ចឹងណាអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបានគឺដូររូបមន្តដែលខ្ញុំបង្ហាញនៅក្នុងអ្វីរូបវីដេអូមុនអញ្ចឹងធ្វើម៉េចឲ្យតួលេខនៅខាងក្រោមនេះវាចេញជាស្មើនឹង EBIT អញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយយើងទៅរក EBIT ហ្នឹងគឺយើងទៅក្នុង income អូខេហើយយើងមកខាងក្រោមនេះតួលេខ EBIT នៅក្នុងនេះគឺយើងឃើញអូខេអ្នកទាំងអស់គ្នាវាយចូលទៅប៉ុន្តែអ្វីដែលយើងអាចដូរមួយទៀតហ្នឹងគឺនៅក្នុងកន្លែងនេះ multiples ប្រហែលដងយើងក៏មកមើលតួលេខនឹងផងដែរនៅក្នុងនេះយើងទៅមើល gross ហើយយើងឃើញ EBIT gross ឬក៏យើងប្រើជា EBITDA gross អីនេះដែលមានតួលេខដែលអ្នកទាំងអស់គ្នាអាចវាយចូលអញ្ចឹងទៅអូខេដោយសារតែពេលវេលាខ្ញុំវែងខ្ញុំមិនអាចបង្ហាញនៅរូបមន្តមួយទៀតទេប៉ុន្តែនេះគឺជារបៀបរកតួលេខដាក់ចូលនៅក្នុង Excel spreadsheet ហ្នឹងបើសិនជាក្មួយទាំងពីរអ្នកហ្នឹងដែលគាត់ស្នើសុំឲ្យខ្ញុំធ្វើណាហើយគាត់ចាប់អារម្មណ៍ថាអេបងឬក៏មីងខ្ញុំចង់ដឹងថែមទៀតបង្ហាញខ្ញុំទៀតខ្ញុំនឹងធ្វើវីដេអូផ្សេងមួយទៀតដោយសារតែវីដេអូនេះវារៀងវែងទៅហើយអ្វីដែលចែករំលែកហ្នឹងវាសោះក៏ក្រោះមែនទែនគ្មានអ្វីចាប់អារម្មណ៍ចង់មើលសោះបើសិនតតែអ្នកហ្នឹងគាត់មានការចូលចិត្តទៅលើខាងផ្នែកហិរញ្ញវត្ថុវិនិយោគអីហ្នឹងបានចូលចិត្តមើលដោយសារតែនេះសិតតែតួលេខតែម្ដងសូម្បីតែខ្ញុំវាយចូលក៏ខ្ញុំអង្គុយរាប់លេខ0ហ្នឹងវាមានប្រមាណលេខ0ផងដែរអូខេហើយបើនិយាយទៅគឺមានតែប៉ុណ្្នឹងឯងនៅពេលដែលយើងវាយចូលអញ្ចឹងបានខ្ញុំនិយាយថា intrinsic value វាមិនមែនជាតួលេខតែមួយទេប៉ុន្តែវាជាតួលេខពីចំណុចមួយទៅចំណុចមួយរវាងចំណុចនេះទៅចំណុចនេះទៅហើយការគុណគូរបស់អ្នកវិនិយោគរៀងខ្លួនប្រហែលជាគេគុណគូមកចេញតួលេខខុសគ្នាទៅដោយសារតែកត្តាគាត់ប្រើប្រាស់អ្នកនៅក្នុងអ្នកវាមានខុសគ្នាអ្វីខ្លះឧទាហរណ៍នេះdiscount rate គាត់អាចប្រើទៅ 9% ឥឡូវខ្ញុំគ្រាន់តែវាយ 9% អ្នកទាំងអស់គ្នាឃើញទេតម្លៃចុះខ្លាំងមែនតើអញ្ចឹងខ្ញុំដាក់ 6% ជាទូទៅក្រុមហ៊ុននេះអញ្ចឹងឃើញទេខុសគ្នាច្រើនដោយសារតែ discount rate ហើយចុះនៅ multiples នេះទៀតបើសិនជាអ្នកវិនិយោគខ្លះគាត់ប្រុងប្រយ័ត្នគាត់អត់ប្រើ multiples ហ្នឹងទេគាត់មកប្រើទៅលើ multiples ផ្សេងដែលគាត់រកឃើញនៅក្នុងនេះអញ្ចឹងឬក៏ទៅរកផ្សេងនៅកន្លែងព័ត៌មានណាផ្សេងគាត់វាយចូលក៏អាចផ្លាស់ប្ដូរនៅផងដែរហើយតួលេខនេះពិតប្រាកដគាត់មិនចាំបាច់ប្រើទៅលើលំហូរលុយគាត់អាចប្រើទៅលើលំហូរនៃចំណូលមុននឹងបង់តាក់ឬក៏ក្រោយបង់តាក់អីគ្រប់សោះបើនិយាយទៅវាមានវិធីច្រើនដែលអ្នកវិនិយោគនឹងជាពិសេសគឺពួកគាត់មានបទពិសោធន៍ច្រើនគាត់មើលទៅគាត់ដឹងថាក្រុមហ៊ុននេះគួរតែប្រើចេះចឹងទៅអញ្ចឹងតួលេខ intrinsic value គឺចេញមកអាចខុសគ្នាអូខេសូមអរគុណសូមជម្រាបលាបាយបាយ